សូមស្វាគមន៍មកកាន់ការសិក្សាតាមរយៈប្រព័ន្ធ e-learning ខ្លះថ្នាក់ Level 1A ថ្ងៃនេះលោកសិស្សនឹងមកធ្វើការកំណែលំហាត់មេរៀនទី5ដែលលោកសិស្សបានផ្ញើទៅឲ្យពួកយើងកាលពីម្សិលមិញអញ្ចឹងឥឡូវយើងចាប់ផ្ដើមមើលមកលំហាត់ទី1គឺលំហាត់speaking practice អញ្ចឹងលំហាត់នេះពួកយើងបានសរសេរហើយឬនៅហើយក៏ដូចជាធ្វើការអានទៅលើទាំង3អត្ថបទនឹងហើយដែរឬនៅអូខេអញ្ចឹងលោកសិស្សនឹងធ្វើការកំណែទៅលើទី1ទី2ក៏ដូចជាទី3អូខេតោះអញ្ចឹងមើលមកលោកសិស្សកំណែទាំងអស់គ្នាចឹងលំហាត់ទី1នេះយើងឃើញវ័នណានេះវ័ននេះកូនស្រីនេះគឺវ័នគាត់ឈ្មោះក្មេងស្រីនេះឈ្មោះគេដែរគឺ小文ណា小文ហើយអាយុ9岁小学生4年级អូខេចឹងលោកសិស្សនឹងបង្កើតជាទម្រង់មួយឲ្យពួកយើងមើលទាំងអស់គ្នាអូខេតោះចឹងយើងដាក់ថាម៉េចទៅយើងអាចហៅ我叫小文今年9岁，我是小学生，上4年级。ចឹងក្នុងនេះគាត់មានឪពុកមានម្ដាយហើយនឹងមានប្អូនប្រុសចឹងយើងរាប់ទាំងអស់គឺមានគ្នា4នាក់ចឹងយើងអាចដាក់ថា我家有ណា我家有4口人តមកទៀតមានអីគេ爸爸妈妈弟弟和我អូខេចឹងកន្លែងនេះអត្ថបទទី1យើងដាក់ថា我叫小文今年9岁我是小学生，上4年级。我家有4口人，爸爸妈妈弟弟和我អូខេអានឹងគឺអត្ថបទទី1អូខេតោះចឹងយើងមើលមកទី2អូខេតោះយើងមើលមកទី2ចឹងទី2គាត់កូនប្រុសនេះគឺវ៉ាឃើញវ៉ានៅចំកណ្ដាលនេះវ៉ានៅចំកណ្ដាលនេះចឹងវ៉ាហ្នឹងឈ្មោះគេគឺវ៉ាងស៊ីងវ៉ាងស៊ីង12岁中学生ហើយ7年级ថ្នាក់ទី5ពីណាគឺ7年级ថ្នាក់ទី7អញ្ចឹងយើងអាចចាប់ផ្ដើមមកហើយយើងមើលថាគ្រូសាគាត់មានគ្នាម៉ែអ្នកទាំងអស់មានគ្នា5នាក់អញ្ចឹងគាត់ទូជាងគេអញ្ចឹងយើងមានប៉ាប៉ាម៉ាម៉ា哥哥姐姐和我អូខេតោះចឹងយើងចាប់ផ្ដើម我叫王鑫我叫王鑫今年12岁，今年12岁，我是中学生，上7年级。喂，ចឹងគេ上7年级រៀនទី7ហើយបន្ទាប់មកយើងមើលថាគ្រូសាគេមានមែន就是有5口人ចឹងយើងដាក់មក我家有5口人តោះយកណាគេខ្លះ爸爸妈妈តបមក哥哥姐姐和我ចឹងក្នុងនេះ我叫王鑫今年12岁我是中学生上7年级我家有5口人爸爸妈妈哥哥姐姐和我អូខេអញ្ចឹងយើងមើលមកទី3នេះចំពោះរូបទី2ឥឡូវយើងចូលមកមើលរូបទី3ទាំងអស់គ្នាអញ្ចឹងរូបទី3ឈ្មោះអីគេដែរអញ្ចឹងវ៉ាទៀតនេះឃើញពាក្យវ៉ានៅកន្លែងនេះអញ្ចឹងកូនប្រុសនេះអញ្ចឹងខាងនេះវាគាត់ជាហើយឃើញរឿងធំជាងគឺជាអញ្ចឹងអ្នកប្រុសនេះគឺឈ្មោះតាសឹងអញ្ចឹងយើងដាក់មកវ៉ាចៅតាសឹងវ៉ាចៅតាសឹង我叫大生今年11岁，那今年11岁，我是小学生，上6年级，
ចឹងយើងមើលមកក្នុងគ្រួសារគាត់មានគ្នាប៉ុន្មាននាក់ទាំងអស់មានគ្នា4នាក់អូខេចឹង4口人我家有4口人有哪គេខ្លះ爸爸妈妈姐姐和我真我叫大生，今年11岁，我是小学生，上6年级。我家有4口人，爸爸妈妈姐姐和我 OK អានេះគឺលំហាត់ទី1លំហាត់ speaking practice ចឹងលោកសិស្សសង្ឃឹមថាពួកយើងនឹងអានឲ្យបានច្រើនណាព្យាយាមអានឲ្យបានច្រើនដើម្បីបង្កើនកម្រិតនៃការអានរបស់ពួកយើងឲ្យកាន់តែខ្លាំងអូខេឥឡូវយើងបញ្ចប់នៅ speaking ទី1ឥឡូវយើងតមកលំហាត់ទី2អូខេតោះអញ្ចឹងលំហាត់ទី2គឺយើងនិយាយអំពី reading ណាយើងនិយាយសំទោសគឺនិយាយអំពី listening គឺយើងនិយាយអំពី listening ឥឡូវលោកសិស្សនឹងធ្វើការចាក់ listening ឲ្យពួកយើងស្ដាប់ទាំងអស់គ្នា一 Y 二来三翠四睡五塞六勒七推八在九 អូខេឥឡូវលោកសិស្សចាក់ឲ្យពួកយើងស្ដាប់ម្ដងទៀតទាំងអស់គ្នាដោយសារ listening ហ្នឹងវាប័ណ្ណទី9ណាដោយសារ listening ហ្នឹងវាប័ណ្ណទី9អញ្ចឹងយើងធ្វើត្រឹមទី1ដល់ទី8បានហើយអូខេតោះអញ្ចឹងយើងស្ដាប់ម្ដងទៀត一 Y 二来三翠四睡五塞六勒七推八在អូខេឥឡូវ九អូខេដោយសារវាមានបញ្ហាទៅលើលេខ9គឺយើងអាចស្ដាប់បានឥឡូវលោកសិស្សសូមធ្វើការកំណែឲ្យពួកយើងទាំងអស់តោះអញ្ចឹងទី1就是 y អញ្ចឹងទី1គឺយើងជ្រើសរើសយកមួយនេះណា y u i y u i y 好然后第二我们选第一就是 l i 来 l i 来这就是第1ណា来好第2第3脆脆吃微脆吃微脆OK គឺយើងជ្រើសរើសយកទី1ដូចគ្នាគឺ脆好第4睡睡诗微诗微睡睡โอเคนะคือយើងជ្រើសរើសយកទី2ហើយទី5 sai
sai sư sư ai ai sư ai sư ai sai sai ណាគឺទី1 អូខេតោះទី6ទី6លអីលៃលៃអញ្ចឹងមិនយើងស្ដាប់ឮទី6គឺគេអានថាលៃលៃគឺសលេងទី1អញ្ចឹងលអីលៃលអីលៃ好第7ថវេធ្វេថវេធ្វេអញ្ចឹងធ្វេធ្វេគឺយើងចុចរើសយកទី2អូខេអញ្ចឹងទី7គឺធ្វេថវេធ្វេអូខេតោះទី8知爱在知爱在អញ្ចឹងកន្លែងនេះយើងអានថាចែកកន្លែងនេះគឺយើងអាននៅពេលដែលយើងកាញ់ដាតឡើងទៅលើចែកចែកណាចែកអានេះចែកចែកអានេះយកដាតបងថ្មិញអានេះគឺកាញ់ដាតឡើងទៅលើនៅពេលអានអញ្ចឹងមិញហ្នឹងគឺគេអានហ្នឹងគឺសូរសំឡេងមួយនេះណា知爱在知爱在知爱在អូខេអញ្ចឹងឥឡូវយើងបន្តមកលំហាត់មួយទៀតតោះអញ្ចឹងកន្លែងនេះគឺលសើបានធ្វើការបកប្រែហើយនៅក្នុងការណែនាំពីលំហាត់ហ្នឹងលសើបានបកប្រែពាក្យអស់ហើយអញ្ចឹងលើកនេះគ្រាន់តែលសើអានឲ្យពួកយើងស្ដាប់ទេណាតោះ空调空调故宫故宫长城长城刮风刮风冰箱冰箱下雨下雨打雷打雷沙发沙发汽车汽车滑雪滑雪滑雪អូខេអញ្ចឹងកន្លែងនេះលសើគ្រាន់តែអានឲ្យស្ដាប់ទេឥឡូវយើងតមកមួយទៀតតោះអញ្ចឹងកន្លែងនេះគឺឆ្លើយសំណួរលសើសូមធ្វើការឆ្លើយខ្លីៗឲ្យពួកយើងតែម្ដងអញ្ចឹងនៅពេលដែលយើងឆ្លើយគឺគេយើងអាចដាក់ថាអក្សរតាតានេះគឺមានន័យថាចម្លើយណាតាមកពាក្យនេះចម្លើយគឺ你叫什么名字អញ្ចឹងដូចលសើថា我叫陈家峰អញ្ចឹង我叫陈家峰គឺខ្ញុំឈ្មោះ陈家峰អូខេ我叫陈家峰ខ្ញុំឈ្មោះ陈家峰អូខេតោះអញ្ចឹងយើងមើលមកទី2គេថា你今年多大了你今年多大了អូខេយើងអាចឆ្លើយថា我今年24岁了啊我今年24岁了我今年24岁了អញ្ចឹងឆ្នាំនេះខ្ញុំ24ឆ្នាំអញ្ចឹងអានេះអាស្រ័យលើពួកយើងអ្នកឆ្លើយទេអានេះគ្រាន់តែលសើឆ្លើយដោយខ្លួនឯងអូខេតោះអញ្ចឹងនៅពេលដែលយើងឆ្លើយសំណួរហើយលសើសង្ឃឹមថាពួកយើងថតឲ្យលសើមើលដើម្បីលសើជួយកែពួកយើងថាយើងសរសេរខុសពាក្យឬក៏អត់សូវត្រូវកន្លែងណាលសើជួយកែបាន好来我们看第3អញ្ចឹងយើងមកមើលទី3你上几年级អញ្ចឹងកន្លែងនេះ你上几年级បើសិនជាយើងនៅរៀនជាសិស្សអនុវិទ្យាល័យឬក៏សិស្សវិទ្យាល័យគឺយើងឆ្លើយចេះណាលសើឆ្លើយលក្ខណៈ2ឲ្យយើងមើលឧទាហរណ៍ថា我上12年级អញ្ចឹងមានខ្ញុំរៀនថ្នាក់ទី12ណា12我上12年级អញ្ចឹង12នេះ12我上12年级ខ្ញុំរៀនថ្នាក់ទី12អានេះចំពោះសិស្សដែលយើងរៀននៅសាលាអនុវិទ្យាល័យក៏ដោយសាលាវិទ្យាល័យក៏ដោយគឺយើងឆ្លើយគឺមាននាមជីឧទាហរណ៍បើសិនជាយើងរៀននៅសាកលវិទ្យាល័យយើងឆ្លើយថាម៉េច我上អូថាឥឡូវលសើរៀនឆ្នាំទី3អញ្ចឹងលសើឆ្លើយថា我上大三我上大三អញ្ចឹងតានឹងមកពីពាក្យថាតា学ណាតានឹងមកពីពាក្យថាតា学大学នឹងគឺមហាវិទ្យាល័យនេះ大学មហាវិទ្យាល័យអញ្ចឹង我上大三តានឹងមកពីពាក្យថា大学មានសាកលវិទ្យាល័យអញ្ចឹងមាន我上大三ខ្ញុំរៀនឆ្នាំទី3យើងអត់ចាំបាច់ដាក់នាមជីមកទៀតទេណាយើងអត់ចាំបាច់ដាក់នាមជីមកយើងដាក់ថា我上大三តែប៉ុណ្្នឹងមកគេយល់ហើយ我上大三អូខេតោះចាឥឡូវយើងមើលមកទី4យើងមើលមកទី4ទាំងអស់គ្នាអូខេតោះយើងមើលមកទី4你家有几口人有谁我家有
五口人我家有五口人有谁应ឆ្លើយមក爸爸妈妈ភាសាលសើមានបងប្អូន2នាក់បងប្រុស2នាក់ចឹងលសើឆ្លើយថា两个弟弟ឃើញអត់两个弟弟បើសិនជាយើងមានអីគឺយើង两个弟弟和我ណា两个弟弟和我ចឹងបើសិនជាយើងមានអ្វីដែលរបស់ពួកយើងមានម៉ែអ្នកគឺយើងអាស្រ័យដាក់ខ្លួនឯងចឹងបើសិនជាចំនួនបងម៉ែអ្នកបងម៉ែអ្នកគឺយើងដាក់ចឹងមកណា两个弟弟两个妹妹អាហ្នឹងគឺយើងអាចដាក់ចឹងបានអូខេ我家有五口人爸爸妈妈两个弟弟和我អូខេតោះចឹងយើងមើលមកសំណួរទី5សំណួរទី5你是哪国人អូនេះសួរណាគឺយើងដឹងហើយ我是柬埔寨人我是柬埔寨人ចឹងលសើតែងតែប្រាប់យើងឲ្យយិនគឺជាមនុស្ស柬埔寨ប្រទេសកម្ពុជាចឹងនៅពេលដែលយើងដាក់មនុស្សនៅពីក្រោយប្រទេសណាមួយគឺទៅជាជនជាតិនៃប្រទេសនីមួយៗហ្នឹងចឹង我是柬埔寨人ខ្ញុំគឺជាជនជាតិខ្មែរណា我是柬埔寨人ខ្ញុំគឺជាជនជាតិខ្មែរ你住在哪អ្នករស់នៅទីណា我住在金边ចឹងជីងពៀនយើងបានរៀនហើយណាជីងពៀនគឺភ្នំពេញចឹងវ៉ាជូចៃជីងពៀនខ្ញុំរស់នៅទីក្រុងភ្នំពេញចឹងបើពួកយើងរស់នៅទីក្រុងណាឬក៏ពួកយើងរស់នៅខេត្តណាគឺយើងអាចដាក់ខ្លួនឯងបានណាវ៉ាជូចៃជីងពៀនខ្ញុំរស់នៅទីក្រុងភ្នំពេញអូខេ今天几月几号អូខេកន្លែងនេះเราដាក់ទៅ今天是ឬក៏今天9月10号今天9月10号ថ្ងៃនេះគឺខែ9ថ្ងៃទី10今天9月10号ថ្ងៃនេះគឺខែ9ថ្ងៃទី10អូខេលំហាត់ទី8លំហាត់ទី8今天星期几今天星期五今天星期五អូខេ今天星期五ថ្ងៃនេះគឺថ្ងៃសុក្រ今天星期五ថ្ងៃនេះគឺជាថ្ងៃសុក្រអូខេចឹងមកដល់ខាងក្រោម你家的电话号码是多少លេខទូរស័ព្ទផ្ទះរបស់អ្នកគឺលេខប្រមាណចឹងយើងឆ្លើយមក我家的电话号码是យើងអាចដាក់មក096 9199555អូខេអានេះអាស្រ័យលើយើងដាក់ខ្លួនឯងណា我家的电话号码是096919955919955ណា919955អូខេតោះចឹងសំណួរលសើឆ្លើយចប់ប៉ុណ្ណឹងឥឡូវយើងតមកមួយទៀតតមកលំហាត់មួយទៀតតោះចឹងយើងលំហាត់នេះគឺលំហាត់speaking ទេលសើបានអានឲ្យយើងដែរហើយអីចឹងឥឡូវលសើធ្វើការអានឲ្យពួកយើងស្ដាប់ម្ដងទៀត你好我叫王小明我今年13岁上7年级我1993年出生我的生日是12月8日我家有3口人爸爸妈妈和我没有兄弟姐妹我住在香港我家的电话号码是255671091再见អូខេចឹងកន្លែងនេះគ្រាន់តែលំហាត់speaking លំហាត់ការអានហើយលសើជឿជាក់ថាពួកយើងប្រកាសជាចេះបកប្រែនៅកន្លែងហ្នឹងដោយសារពាក្យទាំងអស់ហ្នឹងគឺយើងបានរៀនហើយគឺយើងបានរៀនហើយបើសិនជាពួកយើងទំនេរពួកយើងអាចយកអត្ថបទហ្នឹងរៀនបកប្រែក៏បានដែរបើសិនជាអត់ចេះបកប្រែកន្លែងណាអាចឆាតមកសួរលសើបានតោះចឹងយើងមកដល់លំហាត់listening មួយទៀតចឹងលសើធ្វើការចាក់ listening ទៅលើលំហាត់នេះឲ្យពួកយើងស្ដាប់ទាំងអស់គ្នា一，你是中学生吗？不是，我是小学生。二，你上几年级？我上4年级。三，你是哪国人？
我是中国人。4. 你有兄弟姐妹吗？有，我有一个姐姐。5. 你的生日是几月几号1月13号。6. 你住在哪儿？我住在北京。 អូខេឥឡូវលោកសិស្សធ្វើការចាក់ listening នឹងឲ្យពួកយើងស្ដាប់ម្ដងទៀត 1. 是中学生吗？不是，我是小学生。2. 你上几年级？我上4年级。3. 你是哪国人？我是中国人。4. 你有兄弟姐妹吗？有，我有一个姐姐。5. 你的生日是几月几号1月13号。6. 你住在哪儿？我住在北京。 អូខេឥឡូវក្រោយពីពួកយើងបានស្ដាប់នៅ listening ចប់លោកសិស្សសូមធ្វើការកំណែទៅលើ listening នឹងយកតែម្ដងអញ្ចឹងទី1នេះគឺយើងជ្រើសរើសយក B គឺ小学生គឺយើងជ្រើសរើសយកចម្លើយ B គឺ小学生第二我们选择 A ទី2ពួកយើងជ្រើសរើសយកចម្លើយ A ណាទី2选择 A គឺជ្រើសរើសយកចម្លើយ A 4年级好第3也选 A 第3នឹងក៏ជ្រើសរើសយកចម្លើយ A ដូចគ្នា中国人OK 中国人好第4也选 A 第4ក៏យើងជ្រើសរើសយក A ដែរ姐姐第5我们选 B 第5យើងជ្រើសរើសយកចម្លើយ B ណាទី5យើងជ្រើសរើសយកចម្លើយ B 好第6我们选 A ទី6យើងជ្រើសរើសយកចម្លើយ A ណាទី6គឺ住在北京បើសិនគាត់ថាលំហាត់ listening នេះគឺវាមានភាពងាយស្រួលបន្តិចសម្រាប់ពួកយើងប្រហែលជាអាចស្ដាប់បានតាន់ទាំងអស់គ្នាឲ្យតែពួកយើងព្យាយាមស្ដាប់2ដង3ដងអីគឺអាចស្ដាប់តាន់ហើយអញ្ចឹងការកំណែលំហាត់នៃមេរៀនទី5ក៏បញ្ចប់ប៉ុណ្ណឹងលោកសិស្សសង្ឃឹមថាពួកយើងព្យាយាមអានមេរៀនចាស់ក៏ដូចជាធ្វើការរំលឹកឡើងមកវិញពាក្យដែលពួកយើងបានរៀនហើយអ្វីដែលសំខាន់ជាងគេគឺជាការធ្វើលំហាត់បើសិនជាយើងរៀនហើយយើងអត់ធ្វើលំហាត់យើងរៀនអត់ចេះទេរៀនហើយយើងអត់រៀនអានខ្លួនឯងក៏យើងរៀនអត់ចេះដែរ好的再见